អ្នកដែលមានបញ្ហាបេះដូងយើងណែនាំឲ្យធ្វើលំហាត់ប្រាណប្រភេទ aerobic exercise មានដូចជាការដើរការរត់តិចតិចការហែលទឹកឬការរត់រើម៉ាស៊ីនហើយកម្រិតនៃការរត់ហ្នឹងគឺយើងរត់នៅក្នុងកម្រិតតិចទៅកម្រិតល្មមធ្វើម៉េចយើងដឹងថាគាត់ល្មមសម្រាប់គាត់បានន័យថានៅពេលដែលគាត់ប្រឹងធ្វើលំហាត់ប្រាណហ្នឹងគាត់នៅអាចនិយាយបានហើយគាត់ហត់តិចតួចអាហ្នឹងគឺកម្រិតល្មមសម្រាប់គាត់តែបើសិនជាគាត់ប្រឹងខ្លាំងលើសមត្ថភាពគាត់ហត់ខ្លាំងគាត់មិនអាចនិយាយបានអាហ្នឹងមិនល្អសម្រាប់អ្នកដែលមានជំងឺបេះដូងទេហើយយើងណែនាំឲ្យគាត់ធ្វើលំហាត់ប្រាណ30នាទីក្នុងមួយថ្ងៃ5ថ្ងៃក្នុងមួយអាទិត្យឬក៏150នាទីក្នុងមួយសប្តាហ៍ហើយនៅក្នុងករណីដែលគាត់មានបញ្ហាបេះដូងដូចជាធ្លាប់ស្ទះខ្សែឈាមបេះដូងខ្សោយបេះដូងយើងឲ្យគាត់ចាប់ផ្ដើមបន្តិចម្ដងបានន័យថាក្នុងអាទិត្យទី1ទៅទី2គាត់អាចចាប់ផ្ដើមលំហាត់ប្រាណពី10ទៅ20នាទីហើយពីអាទិត្យទី2ទៅទី3គាត់អាចចាប់ផ្ដើមពី20ទៅ30នាទីហើយចាប់ផ្ដើមពី3អាទិត្យឡើងទៅគាត់អាចធ្វើលំហាត់ប្រាណយ៉ាងហោចណាស់30នាទីក្នុងមួយថ្ងៃទៅតាមកម្រិតតិចឬល្មមតែគាត់អាចធ្វើទៅរួច